ជំរាបសួរម៉ែបងប្អូនអរគ្នាបាននេះខ្ញុំនឹងបញ្ចេញវីដេអូមួយដែលខ្ញុំនឹងបានធ្វើដំណើរកម្សាន្តក្នុងខេត្តបាត់ដំបងហើយក៏មិនមែនថាយើងចង់បង្ហាញអួតអីដែរគ្រាន់តែបញ្ជាក់បងប្អូនថាពេលយើងប្រសពទំនេរគឺយើងឈៀតដើរតិចតួចណាបងប្អូនបាទមើលសម្រស់កន្លែងអាងពីពុយបាទមានថ្ងៃលិចមើលទៅដូចសមុទ្របងប្អូនអើយនិយាយថាមានដើមឈើតិចតួចមានភ្នំអីចឹងបងប្អូនណាយីរំទៅធ្វើអារម្មណ៍យើងស្រស់ស្រាយតែម្ដងបាទស្អាតមែនទែនបើយើងទៅកន្លែងយើងទៅកន្លែងហ្នឹងផ្ទាល់គឺមានអារម្មណ៍ថាវាដូចជាសមុទ្រអញ្ចឹងបងប្អូននិយាយថាវា fresh វាស្រស់ស្អាតជាងនៅក្នុងទូរស័ព្ទដែលខ្ញុំបានថតបងប្អូនណាអូនិយាយថាវាស្រស់ស្រាយមែនទែនបាទមើលសម្រាប់កូនពៅនេះអូយបាទកូនតូលបាទមានតែមួយមកគ្រាប់នឹងចេះនិយាយថាវាចេះខ្ញុំចេះនិយាយថាឃើញទឹកបានទីចុះដល់ខោអាវអីអូដល់ចាប់នឹងសឹងតន់បាទមើលតែបាច់ទឹកបាច់អីលេងអូយបាទអញ្ចឹងបានថាការមើលគោលមិនស្ងាយស្រួលទេបងប្អូនអើយហត់ណាស់បាទប៉ុន្តែធ្វើម៉េចគឺជាកតាបកិច្ចផនយើងអញ្ចឹងណាបាទអញ្ចឹងអត់មានអីច្រើនទេគាត់ថាទៀតនឹងគាត់លេខដឹងថាសប្បាយតែបងប្អូនអើយមិនជាអត់ទេពួកបងប្អូននេះមិនមើលទស្សនភាពបងប្អូនដើរនៅក្នុងបរិវេណស្រះឈូកនៅក្នុងឃុំជ្រៃខេត្តបាត់ដំបងបងគឺស្អាតមែនទស្សនភាពបងប្អូនណាមានស្លឹកឈូកមានជាកញ្ចុះមាននៅកន្លែងលក់ចំណីអាហារជាពិសេសនោះគឺមានប្រភេទជាអាហារខ្មែរបងប្អូនណាកុំភ្លេចចូលរួមទស្សនាម្លេះបានច្រើនមកបាទគឺយ៉ាងហៅថាស្រះឈូកបាទមើលទស្សនភាពអូនដើរនេះអូនដើរទៅរួមម៉ាក់ហើយបាទម៉ាក់នឹងមកមីងគេកំពុងថតរូបអញ្ចឹងមានស្ពានមានអីស្អាតមែនទេបងប្អូនអើយហើយចង់វីដេអូកុំភ្លេចដែរជាមួយនឹង selfie ខ្លួនឯងសារទេសភាពស្អាតពីបងប្អូនហើយបើថាយើងថតវាស្ដាយបាទកុំភ្លេចមកទស្សនាស្រះឈូកអរគុណណាបាទស្អាតមែនអរគុណសម្រាប់ការទស្សនាជម្រាបលាបាយបាយ